នៅក្នុងចំណោមបណ្ដាអ៊ុម៉ាត់ជំនាន់មុនមានក្រុមមួយគេឲ្យឈ្មោះថាជាក្រុមអ៊ុម៉ាត់ថ្ងៃសៅរ៍ក្រុមអ៊ុម៉ាត់នប៊ីមូសាមួយក្រុមពួកគាត់រស់នៅក្បែរឆ្នេរសមុទ្រពួកគាត់ជាអ្នកនេសាទអល់ឡោះសូមឡាហាមឃាត់ពួកគាត់អំពីការនេសាទនៅថ្ងៃសៅរ៍ថ្ងៃផ្សេងៗពួកគាត់នេសាទចោះប៉ុន្តែថ្ងៃសៅរ៍គឺជាថ្ងៃដែលអល់ឡោះសូមឡាសាកល្បងអ៊ីម៉ានពួកគាត់មិនឲ្យនេសាទទេនៅថ្ងៃសៅរ៍អញ្ចឹងនេះជាការសាកល្បងពីអល់ឡោះសូមឡាចំពោះពួកគាត់ប៉ុន្តែពួកគាត់បានបំពេញចំពោះអ្វីដែលអល់ឡោះសូមឡាបានដាក់បទបញ្ជានៅពេលនោះយើងឃើញថាពួកគាត់មានមួយក្រុមអនុវត្តតាមបទបញ្ជាអល់ឡោះស៊ុបហានតាឡាហើយមួយក្រុមទៀតល្មើសដោយប្រើល្បិចលើច្បាប់ដែលអល់ឡោះស៊ុបហានតាឡាបានកំណត់ហើយមួយក្រុមទៀតគឺនៅស្ងៀមមានន័យថាមាន3ក្រុមមួយក្រុមដែលល្មើសអល់ឡោះស៊ុបហានតាឡាបានហាមឃាត់ពួកគាត់អំពីការនេសាទនៅថ្ងៃសៅរ៍ប៉ុន្តែដោយសារការសាកល្បងអ៊ីម៉ានពួកគាត់អល់ឡោះស៊ុបហានតាឡាបានឲ្យថ្ងៃសៅរ៍នោះគឺជាថ្ងៃដែលមើលទៅគឺសម្បូរត្រីមើលទៅសមុទ្រគឺឃើញមានត្រីលោតត្រីហែលអញ្ចឹងធ្វើឲ្យអ្នកដែលមានអ៊ីម៉ានខ្សោយយ៉ាងម៉េចទប់ខ្លួនឯងអត់បានអញ្ចឹងពួកគាត់ចង់ទៅនេសាទល្មើសនៅបទបញ្ជារបស់អល់ឡោះដែលដាក់មកតាមរយៈរ៉ាសូលរបស់ពួកគាត់គឺនប៊ីមូសាហើយបើពួកគាត់មិនទៅនេសាទពួកគាត់ស្ដាយត្រីថ្ងៃផ្សេងៗមើលទៅសមុទ្រគឺហាក់ដូចជាស្ងប់ស្ងាត់អត់ឃើញមានត្រីទេប៉ុន្តែថ្ងៃសៅរ៍គឺមើលទៅគឺសម្បូរត្រីតែម្ដងអញ្ចឹងមានក្រុមមួយនៃបានីអ៊ីស្រាអែលដែលរស់នៅក្បែរឆ្នេរសមុទ្រនោះពួកគាត់ធ្វើម៉េចពួកគាត់ប្រើល្បិចលើច្បាប់ដែលអល់ឡោះកំណត់ពួកគាត់នៅល្ងាចថ្ងៃសុក្រពួកគាត់ដាក់ឧបករណ៍នេសាទគាត់ទៅក្នុងសមុទ្រថ្ងៃសៅរ៍ពួកគាត់នៅផ្ទះប៉ុន្តែថ្ងៃអាទិត្យពួកគាត់ទៅស្រង់ឧបករណ៍នេសាទមកដើម្បីចាប់ត្រីនៅថ្ងៃសៅរ៍ហើយពេលដែលគេរំលឹកពួកគាត់ថាហេតុអីបានជាទៅនេសាទនៅថ្ងៃសៅរ៍ពួកគាត់ថាពួកគាត់មានទៅនេសាទណាពួកគាត់នៅផ្ទះតែថ្ងៃសៅរ៍ពួកគាត់នៅផ្ទះប៉ុន្តែយើងឃើញថាម៉េចឧបករណ៍នេសាទរបស់ពួកគាត់នៅក្នុងទឹកអញ្ចឹងជាការប្រើល្បិចលើច្បាប់លើបទបញ្ជាដែលអល់ឡោះស៊ុបហានតាឡាបានកំណត់អញ្ចឹងជាការតបស្នងអល់ឡោះស៊ុបហានតាឡាបានដាក់ទណ្ឌកម្មលើពួកគាត់ដោយប្រែក្លាយរូបរាងរបស់ពួកគាត់ទៅជាសត្វស្វាទាំងអស់អ្នកដែលបំពេញតែអល់ឡោះបានបញ្ជាក់ប្រាប់នៅក្នុងអាយ៉ានេះថាម៉េចវ៉ាឡាកតអាលីមតុមុលឡាឌីណាអតដៅមីនគុំហ្វីសសាប់ពិតប្រកបពួកអ្នកបានដឹងហើយតើតើនៅក្រុមអ្នកដែលបំពេញនៅក្នុងថ្ងៃសៅរ៍អញ្ចឹងពួកអ្នកបានដឹងហើយថាតើអល់ឡោះដាក់ទណ្ឌកម្មជាមួយពួកគាត់យ៉ាងម៉េចអញ្ចឹងអ្នកដែលល្មើសនៅបទបញ្ជារបស់អល់ឡោះបំពេញលើបទបញ្ជារបស់អល់ឡោះគឺអាចនឹងទទួលការដាក់ទណ្ឌកម្មពីអល់ឡោះសម្រាប់ដូចគ្នានោះដែរអញ្ចឹងរឿងនោះមិនមែនជារឿងឆ្ងាយឬក៏ជារឿងចម្លែកទេអល់ឡោះប្រាប់ថាម៉េចហ្វាគុលណាឡាហ៊ុមគូនូគីរ៉ាតានខាស៊ីអ៊ីនយើងបានដាក់បទបញ្ជាទៅកាន់ពួកអ្នកទាំងនោះថាចូលពួកអ្នកខ្លាយជាសត្វស្វាដែលអាប់អោនទៅចុះអញ្ចឹងពួកនោះគឺបានខ្លាយទៅជាសត្វស្វាទាំងអស់រូបរាងមនុស្សរបស់ពួកគាត់គឺបានបាត់បង់ហើយប្រែក្លាយទៅជាសត្វស្វាយើងឃើញថាការបំពេញច្បាប់របស់អល់ឡោះស៊ុបហានតាឡាជាបាបកម្មធំធេងហើយការប្រើល្បិចលើច្បាប់គឺបាបកម្មកាន់តែធំធេងដោយសម័យកាលបច្ចុប្បន្នរីបាអ្នកអ៊ុម៉ាត់អ៊ីស្លាមជាច្រើនអ្នកអ៊ីស្លាមជាច្រើនក៏ដឹងថាហារ៉ាមហើយរីបាគឺបាបកម្មធំនៅក្នុងសាសនាអ៊ីស្លាមប៉ុន្តែគាត់បដូរឈ្មោះទៅជាលុយអំណោយទៅជាប្រការផ្សេងដូរឈ្មោះផ្សេងពីរីបាប៉ុន្តែការពិតរបស់វាគឺនៅតែរីបាអ្នកខ្លះដាក់លុយឬក៏ឲ្យលុយគេខ្ចី$100ពេលតែគេសងវិញសង100ហើយថែមអំណោយឬក៏សគុណអ្នកខ្លះមិននិយាយថាជាអំណោយជាសគុណ$10 $20ពីលើនោះទៀតដូចជារីបាអញ្ចឹងទោះបីដាក់ឈ្មោះអ្វីក៏ដោយវានៅតែជារីបាកាលណាខ្ចី100គឺសងវិញ100កាលណាដាក់លក្ខខណ្ឌឲ្យសងវិញលើសទោះបីប្រើឈ្មោះអីក៏ដោយជាអំណោយជាសគុណជាអ្វីផ្សេងទៀតក៏វានៅតែជារីបាដដែលចឹងបាបកម្មធំធេងយើងមើលអ៊ុម៉ាត់នប៊ីមូសាមួយក្រុមនេះដែលពួកគាត់ប្រើល្បិចដើម្បីឲ្យគេមើលទៅថាបទបញ្ជាដែលអល់ឡោះស៊ុបហានតាឡាបានដាក់មិនប៉ះពាល់ដល់ពួកគាត់មើលទៅហើយដូចជាពួកគាត់មិនបានបំពេញលើបទបញ្ជាដោយសារថ្ងៃសៅរ៍ពួកគាត់នៅផ្ទះប៉ុន្តែអល់ឡោះស៊ុបហានតាឡាហាមឃាត់នេសាទនៅថ្ងៃសៅរ៍អញ្ចឹងឧបករណ៍នេសាទនៅក្នុងទឹកនៅថ្ងៃសៅរ៍មានន័យថាពួកគាត់បានបំពេញទោះពួកគាត់នៅផ្ទះប៉ុន្តែឧបករណ៍នេសាទរបស់ពួកគាត់គឺនៅក្នុងទឹកនៅថ្ងៃសៅរ៍អញ្ចឹងនេះជាការប្រើល្បិចលើច្បាប់ប្រើល្បិចលើច្បាប់អញ្ចឹងជាលទ្ធផលអល់ឡោះសម្រាប់បានប្រែក្លាយពួកគាត់ឲ្យទៅជាសត្វស្វាដ៏ថោកទាបបំផុត
وجعلناها نكالا لما بين يديها وما خلفها وموعظة للمتقين ហើយយើងបានចាត់ទុករឿងរ៉ាវនោះគឺជាគំរូសម្រាប់អ្នកដែលនៅសម័យកាលនោះអ្នកដែលរស់នៅជុំវិញដែលគាត់មើលឃើញហេតុការណ៍ចូលឲ្យគាត់យកហេតុការណ៍នោះជាមេរៀនយកតនកម្មរបស់អល់ឡោះសុបហានជាវោះក្រុមអ្នកថ្ងៃសៅរ៍នេះជាមេរៀនដើម្បីកុំឲ្យហ៊ានកើនហ៊ានល្មើសនៅបទបញ្ជារបស់អល់ឡោះសុបហានវ៉ាម៉ាខលហ្វាហាអល់ឡោះសុបហានក៏យកវាជាមេរៀនសម្រាប់អ្នកចំនួនក្រោយៗរហូតដល់ថ្ងៃគីយ៉ាម៉ាត់វ៉ាម៉ៅអ៊ីដតាលលីលមុតតាគីននឹងជាដំបូន្មានមួយសម្រាប់អ្នកទាំងឡាយដែលកោតខ្លាចទៅចំពោះអល់ឡោះស៊ុបហានាហ៊ូវតាអាឡាអ្នកដែលកោតខ្លាចទៅចំពោះអល់ឡោះស៊ុបហានាគឺមិនត្រូវប្រើល្បិចលើច្បាប់ដែលអល់ឡោះស៊ុបហានាបានកំណត់នោះទេមិនត្រូវប្រើល្បិចលើច្បាប់ដែលអល់ឡោះស៊ុបហានាបានកំណត់នោះទេអ្នកខ្លះដឹងថាក្រោយពេលលែងប្រពន្ធតឡាក់3 ដងចឹងប្រពន្ធនឹងគឺខ្លាយទៅជាអ្នកផ្សេងគាត់មិនអាចវិលត្រឡប់ទៅនៅជាមួយគ្នាវិញបានចឹងគាត់ធ្វើម៉េចដើម្បីអាចទៅនៅជាមួយគ្នាវិញបាននៅក្នុងច្បាប់អ៊ីស្លាមលុះត្រាតែអតីតប្រពន្ធរបស់គាត់បានរៀបការជាមួយបរិសុទ្ធផ្សេងហើយក្រោយមកប្តីក្រោយគេស្លាប់ឬក៏គេលែងលះមិនក៏មានសិទ្ធិទៅដឹងរៀបការសារថ្មីអ្នកខ្លះទៅជួលគេឲ្យមករៀបការប្រពន្ធដល់គាត់លែងតឡាក់3ហ្នឹងហើយអត់ឲ្យប៉ះពាល់អីទេរៀបការឲ្យគេតឡាក់ដើម្បីឲ្យគាត់មានសិទ្ធិទៅនៅជាមួយគ្នាវិញទៅដឹងរៀបការសារថ្មីនេះជាការប្រើល្បិចលើច្បាប់នៅក្នុងសាសនាអ៊ីស្លាមគឺការនិកាដោយស្របច្បាប់ហើយការលែងលះដោយស្របច្បាប់ហើយនៅក្នុងអន្តរជាតិបានរំលឹកថាតតែពួកគាត់ទាំងពីរគឺបាននៅជាមួយគ្នាមានន័យថាអតីតប្រពន្ធរបស់គាត់ជាមួយនឹងប្តីក្រោយរបស់គេបានរួមរស់ជាមួយគ្នាបានជាម៉ាក់ជាមួយគ្នាហើយក្រោយមកគេលែងលះដោយស្ម័គ្រចិត្តឬក៏ដោយបញ្ហាអ្វីមួយឬក៏ប្តីក្រោយគេស្លាប់ទើបគាត់មានសិទ្ធិទៅដឹងរៀបការសារថ្មីឡើងវិញប៉ុន្តែអ្នកខ្លះអត់ទេចឹងគាត់ប្រើល្បិចដោយជួលគេរៀបការលេខសើចនឹងច្បាប់របស់អល់ឡោះស៊ុបហានតាឡាហើយឲ្យគេលែងលះវិញដើម្បីគាត់មានសិទ្ធិនៅក្នុងការទៅស្ដីដឹងដើម្បីរៀបការសារថ្មីនេះគឺជាការប្រើល្បិចលើច្បាប់ដែលអល់ឡោះស៊ុបហានតាឡាបានកំណត់បាបកម្មរបស់វាគឺមានលក្ខណៈធំធេងយើងគិតថាបោកប្រាស់មនុស្សបានប៉ុន្តែបោកប្រាស់អល់ឡោះស៊ុបហានតាឡាគឺអត់ទេជាលទ្ធផលដោយសារភាពធំធេងនៃការប្រើល្បិចលើច្បាប់អល់ឡោះស៊ុបហានតាឡាបានប្រែក្លាយក្រុមមួយនៃបនីអ៊ីស្រាអែលគឺឲ្យពួកគាត់ខ្លាយទៅជាសត្វស្វានោះជាតនកម្មដ៏ធ្ងន់ធ្ងរមួយពីអល់ឡោះស៊ុបហានតាឡាសូមវាអល់ឡោះឲ្យយើងទាំងអស់គ្នាមានសុវត្ថិភាពពីអាដាបរបស់អល់ឡោះស៊ុបហានតាឡាទាំងនៅក្នុងឌុនយ៉ាហើយនិងនៅថ្ងៃអាខិរ៉ាត់